អូខេសូមជម្រាបសួរអ្នកគ្នាចឹងថ្ងៃហ្នឹងគឺខ្ញុំមកប្រាប់អ្នកគ្នាអំពីម៉ូដម៉ូដដែលខ្ញុំដាក់លើ thumbnail ហ្នឹងណាអ្នកគ្នាគឺមានម៉ូដពីរហ្នឹងដើម្បីជំនួយតម្លើង FPS ឥឡូវយើងកុំឲ្យ38 45ច្រើនពេកយើងចូលទៅមើលម៉ូដទាំងពីរហ្នឹងទាំងអស់គ្នាអ្នកគ្នាថាវាដំណើរការយ៉ាងម៉េចអូខេហើយចឹងយើងអស់មកដល់ហើយនេះគឺជាកម្មវិធីម៉ូដអូខេយើងចុចមកនេះបាទគឺកម្មវិធីម៉ូដទាំងពីរហ្នឹងហ្នឹងឯងបាទគឺទី1គឺមានឈ្មោះrender Distress Limiter ហ្នឹងហើយហើយអាទី2គឺមាន Sodium Mode V4 ហ្នឹងហើយអូខេអ្នកគ្នាហ្នឹងហើយ mode ទាំង3ហ្នឹងហើយហើយយើងអាចចុច setting ដើម្បីសេរីវាបានអ្នកគ្នាសេរីថាឲ្យវាដំណើរការមិនចឹងណាអ្នកគ្នាអញ្ចឹង mode ទាំងពីរហ្នឹងយើងអាចសេរីបានទាំងពីរខាងលើគឺយើងអាចសេរីបានដូចគ្នាខាងក្រោមយើងសេរីបានដូចគ្នាអូខេអ្នកគ្នាអញ្ចឹងខ្ញុំចូលទៅតេស្តឲ្យអ្នកគ្នាមើលតែម្ដងថាវាដំណើរការបានដូចម្ដេចហ្នឹងហើយបាទឥឡូវខ្ញុំធ្វើការតេស្តវគ្គហាត់ខួរឲ្យអ្នកគ្នាមើលតែម្ដងទៅវគ្គហាត់ខួររបស់ខ្ញុំបាទអូខេអ្នកគ្នាអញ្ចឹងយើងបានចូលមកដល់ក្នុង game ហើយអ្នកគ្នាអាចមើលបានបាទថាវា smooth បានដោយរបៀបម៉េចបាទគឺខ្ញុំមើលទៅគឺថា smooth ខ្លាំងមែនតើយើងអាច kill សត្វ kill អីអ្នកគ្នាអាចមើលបានគឺថា smooth ខ្លាំងមែនតើបាទហើយណាមួយគឺខ្ញុំលេងវាលើទូរស័ព្ទ Vivo ដ៏កញ្ចាស់របស់ខ្ញុំទេហ្នឹងហើយអញ្ចឹងបើថាលេងបានប៉ុណ្ណឹងគឺអែមហើយអ្នកគ្នាហ្នឹងហើយអ្នកគ្នាអាចមើលបានគឺការកាប់សត្វអីគឺថាអែមខ្លាំងមែនតើបាទវាអត់ទេអ្នកគ្នាបើអ្នកគ្នាដាក់មិនដឹងហ្នឹងហើយបើថាបានដាក់មិនដឹងបាទអញ្ចឹងគឺគឺវាដំណើរការបានបែបហ្នឹងឯងបាទគឺថាវា smooth ខ្លាំងមែនហើយអ្នកគ្នាទីគិតថាខ្ញុំយកវីដេអូផ្សេងអីមកដាក់អ្នកគ្នាឥឡូវខ្ញុំអាចឆែកឲ្យអ្នកគ្នាមើលបាទខ្ញុំចូលទៅឆែកម៉ូដឲ្យអ្នកគ្នាមើលតែម្ដងថាម៉ូដហ្នឹងមិនមែនអត់ឥឡូវយើងសាកឆែកទាំងអស់គ្នាអ្នកគ្នាហើយយើងរងចាំបន្តិចទៅអូខេវាចេញមកហើយយើងចូលឆែកក្នុងម៉ូដហ្នឹងអ្នកគ្នាចាំមើលអ្នកគ្នាចាំមើលឃើញក្នុងម៉ូដមែនអត់នេះអ្នកគ្នាឃើញហ្នឹងហើយម៉ូដពីរហ្នឹងអ្នកគ្នាអញ្ចឹងខ្ញុំអត់មានផុសឲ្យអ្នកគ្នាទេគឺវា smooth ពិតបាទអ្នកគ្នាអូខេអ្នកគ្នាអញ្ចឹងខ្ញុំគិតថាវីដេអូខ្ញុំចប់ត្រឹមហ្នឹងណាអ្នកគ្នាអំពីម៉ូដដាក់ទៅលេង smooth ពីម៉ូដហ្នឹងណាហើយអ្នកគ្នាបើចង់ខ្ញុំធ្វើម៉ូដហ្នឹងឬក៏ម៉ូដបន្ថែមទៀតខ្ញុំអាចធ្វើបានបាទព្រោះមានម៉ូដជាច្រើនទៀតដើម្បីឲ្យហ្គេមហ្នឹងវាស្រួលលេងស្រួលអីចឹងណាហើយវីដេអូនោះគឺខ្ញុំ shout out ទៅកាន់ Rabilo បាទព្រោះម៉ូដទាំងពីរហ្នឹងគឺខ្ញុំទទួលបានពីគាត់បាទហ្នឹងហើយគាត់ឲ្យខ្ញុំអញ្ចឹងបាទអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងឯងខ្ញុំភ្លេចប្រាប់អ្នកគ្នាម៉ូដហ្នឹងគឺខ្ញុំដាក់ link នៅខាងក្រោម comment អ្នកគ្នាអាចចូល download បានហ្នឹងហើយ